រីករាយថ្ងៃចុងសប្តាហ៍ដំណើរកំសាន្តថ្ងៃចុងសប្តាហ៍ថ្ងៃនេះបានមកដល់ទឹកដីវត្តភ្នំរៀបខេត្តកំពតហើយបងប្អូនហើយបានដើរលើស្ពានរិស័យដ៏វែងជាងគេមានទេសភាពដ៏ស្អាតតាមជើងភ្នំហើយខ្ញុំធ្វើវីដេអូសារបន្តិចព្រោះស្ពាននេះវែងមាននីតិវែងណាស់ប្រហែលជា10នាទីនោះនឹងហើយបន្ទាប់ពីទស្សនាលើស្ពានរិស័យនេះរួចយើងនឹងទៅជិះទូកក្នុងលអាងភ្នំទៀតបងប្អូនជិះទូកលេងក្នុងលអាងភ្នំវីដេអូខាងមុខនឹងបានទស្សនាជិះទូកលេងក្នុងលអាងភ្នំហើយព្រោះវីដេអូคลิปនេះវាមាននាទីប្រហែលជា4នាទីទៅហើយចឹងចាំដាក់ជិះទូកคลิปវីដេអូក្រោយសូមអរគុណជួបគ្នានៅវគ្គបន្ទាប់តោះបងប្អូនដល់វគ្គជិះទូកដកព្រលឹតហើយបងប្អូនតោះមកជិះទូកលេងទាំងអស់គ្នាកំសាន្តនៅក្នុងរូងភ្នំបងប្អូនមកដល់ហើយទូកទី1មកដល់ហើយមានប្រហែលជា6-7ទូកដែរបងប្អូនទៅមកឆ្លាស់គ្នាហើយខ្ញុំទូកទី3ទីទៀតបានចូលមើលក្នុងរូងភ្នំចេញដំណើរបណ្ដាហើយវីដេអូនេះក៏សារឲ្យលឿនបន្តិចដែរព្រោះនាទីវែងដូចគ្នានាទីចូលប្រហែលជា6នាទីហើយបើមិនសារយូរហ្នឹងហើយនេះដល់ទូកវគ្គទូកខ្ញុំដល់វគ្គទូកខ្ញុំចូលទៅមើលក្នុងលអាងភ្នំគេហៅថាភ្នំទឹកធំហ្នឹងហើយចូលក្នុងលអាងភ្នំទឹកធំហើយស្ពានឫស្សីអំបញ្ញមិញនេះក៏ស្ពានឫស្សីព័ទ្ធជុំវិញភ្នំទឹកធំដែរហ្នឹងហើយនេះបងប្អូននេះចូលដល់ក្នុងត្រជាក់ហើយមានប្រហោងមួយទៅលើទៀតឃើញប្រហោងមួយនឹងថតទៅលើនេះបងប្អូននេះប្រហោងមួយថ្ងៃចាំងពីលើមកមានសត្វបជាវហើរឆ្វែលឆ្វាត់ហើយត្រជាក់ក្នុងនឹងត្រជាក់នេះមកដល់កន្លែងចំណតហើយយើងឡើងទៅលើកំពូលភ្នំទៀតឡើងទៅមើលលើកំពូលភ្នំភ្លៀងរហូតបងប្អូនអើយមកដល់ភ្លៀងរហូតតំបន់ភ្នំភ្លៀងនេះហើយទូកត្រឡប់ទៅវិញខ្លះហើយនេះគេទៅមកវិញនេះហ្នឹងហើយនេះទូកចាយគាត់មកវិញហើយគាត់ត្រឡប់មកវិញហើយណាសប្បាយទាំងអស់គ្នាបងប្អូនថ្ងៃចុងសប្តាហ៍